បងប្អូនទាំងអស់គ្នាឆ្ងល់ទេថាតើហេតុអីបានជាគេអាចរកប្រាក់ចំណូលជាមួយនឹង YouTube បានហើយគេធ្វើបែបម៉េចចាប់ផ្ដើមពីចំណុចណាទៅនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាចាប់ពីចំណុចដំបូងរហូតទៅដល់ផុសវីដេអូហើយនៅក្នុងវីដេអូនេះផងដែរក៏ខ្ញុំនឹងបញ្យល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅនឹងតើបងប្អូនគួរដាក់ឈ្មោះ Channel យ៉ាងម៉េចគួរបង្កើត Channel យ៉ាងម៉េចអ្នកនរគ្នាគួរផុសវីដេអូបែបណាអ្នកនរគ្នាចំណាយតែពេលវេលាដើម្បីសិក្សាស្វែងយល់នៅក្នុងវីដេអូរបស់ខ្ញុំមួយនេះបងប្អូនទាំងអស់គ្នានឹងទទួលបានចំណេះហើយមិនប្រកាសទេបងប្អូនទាំងអស់គ្នានឹងអាចរកប្រាក់ចំណូលពីវីដេអូរបស់ខ្ញុំមួយនេះផងដែរបន្តិចទៀតខ្ញុំនឹងទៅបង្ហាញបងប្អូនទាំងអស់គ្នាតើខ្ញុំបង្កើត Channel ឈ្មោះអីហើយខ្ញុំផុសវីដេអូបែបណាបងប្អូនអរគ្នានឹងឃើញនៅក្នុងវីដេអូរបស់ខ្ញុំមួយនេះបាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍បងប្អូនអរគ្នាដែលចូលមកកាន់វីដេអូរបស់ខ្ញុំមួយនេះការបង្កើត Channel ឆ្នាំ2024ដែលអ្នកទាំងអស់គ្នាកំពុងតែទន្ទឹងរង់ចាំខ្ញុំនឹងធ្វើវីដេអូមួយនេះដើម្បីចែកជូនបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាណាដែលថ្មីតែម្ដងទើបតែចាប់ផ្ដើមស្គាល់ Channel របស់ខ្ញុំទើបតែចាប់ផ្ដើមស្គាល់ Page របស់ខ្ញុំបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំដើម្បីឲ្យខ្ញុំអាចសិក្សាស្វែងយល់អំពីចំណុចខ្វះខាតរបស់បងប្អូនហើយខ្ញុំនឹងផលិតវីដេអូដើម្បីបំពេញនៅអ្វីដែលបងប្អូនត្រូវការតើនៅក្នុងឆ្នាំ2024នេះ YouTube បានធ្វើការអាប់ដេតអីខ្លះហើយតើចំណូលពី YouTube ធំប៉ុណ្ណាសម្រាប់យើងដែលជា YouTuber មុននឹងចាប់ផ្ដើមវីដេអូនេះខ្ញុំសូមចែករំលែកនៅបទពិសោធន៍ខ្លះៗពាក់ព័ន្ធជាមួយនឹងចំណូលពី YouTube ខ្ញុំអាចនិយាយបានថាចំណូលពី YouTube គឺជាចំណូលដែលឥតដែនកំណត់ខ្ញុំអាចនិយាយបានទៀតថាលុយពី YouTube គឺជាលុយដែលនៅលើមេឃប៉ុន្តែសំខាន់ថាតើយើងចេះឡើងទៅយកវាដែរឬអត់ចំណុចនេះផងដែរខ្ញុំគ្រាន់តែលើកឡើងអំពីរឿងមួយចំនួនដែលបងប្អូនចាំបាច់ត្រូវតែធ្វើអ្នកទាំងអស់គ្នាចង់បានចំណូលពី YouTube តើតើអ្នកទាំងអស់គ្នាមានវីដេអូល្អហើយវីដេអូល្អនោះក៏អ្នកទាំងអស់គ្នាត្រូវតែមាន Channel YouTube មួយដែលជារបស់អ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងកុំព្យូទ័ររបស់ខ្ញុំតែម្ដងរបៀបនៅក្នុងការបង្កើត Channel របៀបនៅក្នុងការរៀបចំ Channel ក៏ដូចជាផុសវីដេអូនៅកម្រិតដំបូងដែលបងប្អូនទាំងអស់គ្នាចាំបាច់ត្រូវតែដឹងតើអ្វីខ្លះដែលបងប្អូនទាំងអស់គ្នាត្រូវត្រៀមមុនពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមសាងប្រាក់ចំណូលជាមួយ YouTube អ្នកទាំងអស់គ្នាត្រូវមានលេខទូរស័ព្ទមួយដែលជាលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់បងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវយកលេខទូរស័ព្ទនោះមកបង្កើត Gmail មួយដែលជា Gmail ផ្ទាល់ខ្លួនរបស់បងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវរនឹកដាក់ឈ្មោះ Channel របស់បងប្អូនទាំងអស់គ្នាទុកឲ្យហើយអ្នកទាំងអស់គ្នាត្រូវត្រៀមដូចជាហាងរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងតើអ្នកទាំងអស់គ្នាដាក់ឈ្មោះហាងរបស់បងប្អូនទាំងអស់គ្នាឈ្មោះអីពីព្រោះ Channel គឺជាហាងរបស់យើងវីដេអូគឺជាផលិតផលរបស់យើងទី3តើអ្នកទាំងអស់គ្នាបានត្រៀមរូប profile ដូចជា profile Facebook អញ្ចឹងតើរូបនេះគឺជារូប logo របស់បងប្អូនទាំងអស់គ្នាជាផ្លូវការទេបងប្អូនទាំងអស់គ្នាស្រឡាញ់រូបណាដាក់រូបនឹងមកជាមួយគ្នានេះផងដែរបងប្អូនទាំងអស់គ្នាត្រូវត្រៀម Channel Ad Channel ដែលនៅពីក្រោយរូបដែលនៅពីក្រោយ Channel របស់បងប្អូនទាំងអស់គ្នាដូចយើងហៅថា Channel Profile ឬក៏ Profile នៃ cover របស់យើងដែលនៅពីខាងក្រោយ Channel របស់យើងទី4គឺជាចំណុចសំខាន់ណាស់តើ content អីដែលបងប្អូនទាំងអស់គ្នាចង់ផលិត content មានច្រើនវីដេអូល្អក៏មានច្រើនការប្រកួតប្រជែងក៏មានច្រើនក្នុងមួយថ្ងៃរាប់ពាន់រាប់ម៉ឺនវីដេអូត្រូវបានupload ត្រូវបានផុសចូលទៅក្នុង YouTube ដើម្បីរកចំណូលពាក់ព័ន្ធទៅនឹង content កន្លែងនេះគឺខ្ញុំសូមលើកឧទាហរណ៍បងប្អូនទាំងអស់គ្នាមួយចំនួនវីដេអូបងប្អូនទាំងអស់គ្នាអាចចាប់ផ្ដើមថតប៉ុន្តែអ្វីដែលសំខាន់គឺកុំឲ្យខុសច្បាប់របស់ YouTube ច្បាប់របស់ YouTube សំខាន់គឺធ្វើម៉េចកុំឲ្យយកវីដេអូរបស់គេមកកាត់តហើយមួយទៀតគឺបងប្អូនទាំងអស់គ្នាបើសិនជាអាចជៀសបានកុំធ្វើបទចម្រៀង
ឬក៏បទចម្រៀង remake ចំណុចមួយទៀតដែរនៅក្នុងវីដេអូជួនកាលយើងអាចថតទៅស្រាប់តែមានសំឡេង background នៅពីខាងក្រោយដែលគេចាក់ពីណាពីណីមកក៏ធ្វើឲ្យប៉ះពាល់ដល់វីដេអូរបស់យើងដែរហើយអំពើហិង្សាពេលខ្លះយើងថតទៅស្រាប់តែវាប៉ះទៅនឹងមន់ជុលគ្នាត្រីជុលគ្នាឬក៏សកម្មភាពដែលរត់ប្រសេកប្រសាចមានផ្សែងអាហ្នឹងក៏ធ្វើឲ្យ YouTube ចាប់ដែរកន្លែងនេះខ្ញុំសូមបញ្ជាក់ថាបណ្ដាញសង្គម YouTube គឺធ្វើម៉េចឲ្យមនុស្សសប្បាយមនុស្សរីករាយចែករំលែកនៅវីដេអូដែលធ្វើឲ្យមនុស្សរំភើបដែលធ្វើឲ្យមនុស្សមានការកំសាន្តអញ្ចឹងហើយបានជា YouTube តែងតែលើកទឹកចិត្តឲ្យ creator ណាដែលគាត់ផលិតវីដេអូថ្មីហើយប្លែកជាងគេបន្ទាប់ពី content បន្ទាប់ពីអ្នកនរគ្នារើស content រើសប្រភេទវីដេអូហើយអ្នកនរគ្នាត្រូវរៀបចំ channel តាមក្រោយបាទអញ្ចឹងកុំឲ្យខាត់ពេលយើងទៅមើលទាំងអស់គ្នានៅក្នុង computer របស់ខ្ញុំតែម្ដងប៉ុន្តែមុននឹងចាប់ផ្ដើមសម្រាប់បងប្អូនថ្មីដែលអត់ទាន់បាន subscribe channel របស់ខ្ញុំបងប្អូនអាចចុច subscribe channel របស់ខ្ញុំចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីពីខ្ញុំបងប្អូនទាំងអស់គ្នាអាច follow page របស់ខ្ញុំដើម្បីទទួលបាននូវគន្លឹះក៏ដូចជាការ post tip ខ្លីៗពីខ្ញុំសម្រាប់បងប្អូនដែលត្រូវការ computer laptop desktop ឬក៏ដំឡើង computer បងប្អូនថ្មីដែលត្រូវការកសាងប្រាក់ចំណូលជាមួយ YouTube បងប្អូនទាំងអស់គ្នាអាចនឹងពិភាក្សាជាមួយខ្ញុំបាននៅពេលដែលបងប្អូនទាំងអស់គ្នាមកទិញ computer នៅកន្លែងរបស់ខ្ញុំបាទអរគុណអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចបើក computer របស់បងប្អូនទាំងអស់គ្នាមកដូចខ្ញុំមានការបង្ហាញនេះគឺខ្ញុំបង្ហាញនៅលើ computer ដោយសារតែការប្រើប្រាស់ computer គឺវា full option ជាងការប្រើប្រាស់ទូរស័ព្ទដៃប៉ុន្តែសម្រាប់បងប្អូនដែលគាត់មានទូរស័ព្ទដៃហើយដំបូងបងប្អូនអរគ្នាអាចបង្កើត channel នៅក្នុងទូរស័ព្ទដៃស្តៀងនឹងការបង្ហាញរបស់ខ្ញុំដែរបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាចំណុចទី1បងប្អូនអរគ្នាចូលទៅក្នុង browser របស់បងប្អូនអរគ្នាដូចដែលខ្ញុំចូលមកដោយសារតែ channel របស់ខ្ញុំច្រើនអញ្ចឹងកន្លែងនេះខ្ញុំអាចចូលមកក្នុង channel របស់ខ្ញុំណាមួយក៏បានណាបងប្អូនអរគ្នាមើលណាចូលមកក្នុង channel របស់ខ្ញុំនេះគឺជា channel របស់ខ្ញុំបងប្អូនទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមាន channel ចាស់គឺវាចេញទម្រង់បែបនេះតែបើសិនជាបងប្អូនទាំងអស់គ្នាដំបូងថ្មីគឺវាចេញផ្សេងអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងនេះជូនបងប្អូនអស់គ្នាសម្រាប់បងប្អូនអស់គ្នាដែលមាន channel ចាស់ហើយឬក៏មាន browser ចាស់ហើយបងប្អូនអស់គ្នាអាច add ជ្រុំថែមទៀតគឺចូលមកកន្លែងនេះបាទកន្លែងនេះ logo ខាងលើនេះបងប្អូនអរគ្នា scroll មកក្រោមចុចពាក្យថា add បាទ add សម្រាប់បងប្អូនថ្មីគឺចូលមកគឺអត់មានដូចខ្ញុំទេគឺចូលមកវា load មកអញ្ចេះតែម្ដងណាវា load មក add អញ្ចឹងតែម្ដងបាទវា load មកអញ្ចឹងតែម្ដងហើយកន្លែងនេះខ្ញុំយក without account ខ្ញុំយកកន្លែងនេះបាទបងប្អូនថ្មីគឺចេញមកអញ្ចេះចាំមើលណាខ្ញុំប្រាប់តាក់ទងនឹងបងប្អូនថ្មីគឺចេញមកគឺកន្លែងនេះខ្ញុំដាក់ថា channel របស់ខ្ញុំគឺខ្ញុំគិតឈ្មោះហើយបាទនេះជាការឧទាហរណ៍របស់ខ្ញុំឯណា track cam បាទអញ្ចឹងខ្ញុំដានបងប្អូនថ្មីគឺចេញមកអញ្ចេះបងប្អូនថ្មីចេញមកអញ្ចេះឥឡូវខ្ញុំបង្ហាញបងទៀតសម្រាប់បងប្អូនថ្មីណាពេលដែលគាត់ចូលមកគឺពេលបើក browser នេះពេលបើកលើ web browser ណាមួយបើគាត់មកឧទាហរណ៍បើកកន្លែងនេះមកគឺវាអត់ចូលមកដូចខ្ញុំអញ្ចេះទេគឺចូលមកនេះ track cam នេះតែម្ដងនេះចូលមកទម្រង់អញ្ចេះទទេស្អាតអញ្ចឹងបងប្អូនអរគ្នាបាទទទេស្អាតអញ្ចឹងសម្រាប់បងប្អូនដែលគាត់ធ្លាប់មានហើយគឺគាត់អាច add បានតែបើបងប្អូនថ្មីគឺចេញមកអញ្ចេះអញ្ចឹងអ្នកនរគ្នាត្រូវបង្កើត Gmail បងប្អូនទាំងអស់គ្នាដើម្បីបង្កើត Gmail បានអ្នកនរគ្នាត្រូវមានទូរស័ព្ទបាទអ្នកនរគ្នាត្រូវមានទូរស័ព្ទហើយទូរស័ព្ទនេះបាទអ្នកនរគ្នាត្រូវមានទូរស័ព្ទមិនមែនចាំបាច់ដូចផុសខ្ញុំទេអ្នកនរគ្នាអាចប្រើប្រាស់ទូរស័ព្ទអីក៏បានដែរបាទអ្នកនរគ្នាត្រូវមានទូរស័ព្ទអ្នកនរគ្នាត្រូវដាក់លេខទូរស័ព្ទនោះដើម្បីចាំទទួលលេខកូដពីការបង្កើត email របស់យើងអញ្ចឹងខ្ញុំចាប់ផ្ដើមបង្កើត email បាទខ្ញុំចាប់ផ្ដើមបង្កើត email អញ្ចឹងអ្នកនរគ្នាមើលបាទខ្ញុំចាប់ផ្ដើមបង្កើត email ហើយបាទនៅពេលដែលខ្ញុំចាប់ផ្ដើមបង្កើត email អ្នកនរគ្នាវាយចុចតែពាក្យថា Gmail ឡើងនេះមកបាទចុចពាក្យ Gmail ឡើងនេះមកបាទមកដល់កន្លែងនេះ
អ្នកនរគ្នាថ្មីគឺចេញទម្រង់បែបនេះអ្នកនរគ្នាអាចយកពាក្យថា create account ចុចកន្លែងនេះមកអ្នកនរគ្នាអាចយក for my personal use ឬក៏ for my work and business បើអ្នកនរគ្នាធ្វើការបង្កើតសម្រាប់សាលាសម្រាប់អង្គភាពសម្រាប់កន្លែងធ្វើការរួមអ្នកនរគ្នាយក business តែបើអ្នកនរគ្នាបង្កើត channel ខ្ញុំគិតថា my personal use គឺល្អបំផុតអញ្ចឹងខ្ញុំយក my personal use បាទខ្ញុំចុចកន្លែងនេះចេញជាភាសាខ្មែរអញ្ចេះដោយសារខ្ញុំមិនសូវទម្លាប់ហើយរៀងពិបាកមើលពីព្រោះការបកប្រែអាចនឹងលំអៀងអញ្ចឹងខ្ញុំយកជាភាសាអង់គ្លេសបាទវាសាមញ្ញបំផុតហើយស្រួលមើលហើយងាយយល់បាទកន្លែងនេះអ្នកនរគ្នាឃើញភាសាអង់គ្លេសប៉ុន្តែទម្រង់ជាខ្មែរអញ្ចឹងកន្លែងនេះខ្ញុំបដូរទៅជាភាសាអង់គ្លេស United States បងប្អូនអរគ្នាយកខ្មែរក៏បានដែរអត់បញ្ហាកន្លែងហ្នឹងដូចគ្នាទាំងអស់បាទដូចគ្នាទាំងអស់បងប្អូនអរគ្នាអញ្ចឹងកន្លែងនេះគេឲ្យយើងដាក់ first name last name បាទខ្ញុំ example របស់ខ្ញុំឧទាហរណ៍ខ្ញុំដាក់ថាបាទកុកបាទ last name របស់ខ្ញុំគឺតារាអូខេជាការ example របស់ខ្ញុំណាខ្ញុំបង្កើតឲ្យមើល next បាទបន្ទាប់មកទៀតរើស date of birth month year កន្លែងនេះសំខាន់ណាបងប្អូនអរគ្នាពីព្រោះពេលដែលយើងភ្លេច password ភ្លេចអីគឺកន្លែងហ្នឹងឯងដែលយើងអាច recover មកវិញបាននៅពេលដែល Google សួរយើងថាតើផ្ទៀងផ្ទាត់ថ្ងៃខែឆ្នាំកំណើតរបស់អ្នកគឺថ្ងៃអីអញ្ចឹងកន្លែងនេះបើល្អអ្នកនរគ្នាដាក់ឲ្យត្រូវទៅនឹងអត្តសញ្ញាណប័ណ្ណបងប្អូនអរគ្នាឬក៏ការពិតរបស់បងប្អូនអរគ្នាខ្ញុំយកបាទថ្ងៃទី01នេះជាការឧទាហរណ៍របស់ខ្ញុំទេបងប្អូនទាំងអស់គ្នាត្រូវដាក់ធ្វើម៉េចដើម្បីដកឲ្យផុត18ឆ្នាំបើមិនដូច្នោះទេបង្កើត Google Adsense នៅពេលគ្រប់ policy គោលការណ៍ស្នើឲ្យលុយបង្កើតអត់បានទេអញ្ចឹងកន្លែងនេះខ្ញុំដាក់1985អូខេកន្លែងនេះកុំដាក់តាមខ្ញុំណាដាក់ទៅតាមពិតប្រាកដរបស់បងប្អូនអរគ្នាតោះនេះបងប្អូនអរគ្នាបាទអញ្ចឹងកន្លែងនេះខ្ញុំរើសយក page បាទ mail អូខេ next កន្លែងនេះគឺ Google ចង់បង្កើត email របស់ខ្ញុំដោយខ្ញុំ automatic បានន័យថាតារាកុក62បើយើងសម្រាប់ថាយកអានេះយើងធីកចេះមកយើងទៅ next កន្លែងនេះតារាកុកតារា933យ៉ាងមកឧទាហរណ៍បាទបើយើងសម្រាប់ថាយកកន្លែងហ្នឹងគឺអ្នកនរគ្នាត្រូវតែប្រកាសថាច្បាស់ជាចង់បានហ្នឹងប៉ុន្តែខ្ញុំអត់ទេខ្ញុំយក create own gmail address ព្រោះខ្ញុំស្រឡាញ់របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ថា gok.dara ខ្ញុំសាកល្បងមើលតើឲ្យខ្ញុំដែរឬអត់អញ្ចឹងកន្លែងនេះគឺខ្ញុំព្រមមកវិញហើយខ្ញុំយក next កន្លែងនេះខ្ញុំចង់បញ្ជាក់ថា user នេះត្រូវបានបង្កើតហើយអញ្ចឹងកន្លែងនេះនៅពេលដែលមានបញ្ហាអញ្ចឹងប្រហែលជាល្អសម្រាប់បងប្អូនអរគ្នាពីព្រោះបងប្អូនអរគ្នាខ្លះនៅពេលដែលខ្ញុំបង្កើតឲ្យរលូនបងប្អូនអរគ្នាមកជួបបញ្ហានេះអ្នកនរគ្នានឹងឆ្ងល់ហើយបាទអញ្ចឹងកន្លែងនេះយើងត្រូវដូរណាដូរដាក់ដើម្បីកុំឲ្យជន់គេពីព្រោះ Gmail គឺបានតែមួយទេម្នាក់មាន Gmail តែមួយទេអត់ឲ្យឈ្មោះដូចគ្នាទេបើឈ្មោះដូចលេខទូរស័ព្ទយើងអញ្ចឹងណាបងប្អូនអរគ្នាដូចលេខទូរស័ព្ទយើងអញ្ចឹងមកដល់កន្លែងនេះខ្ញុំចាប់ផ្ដើមគិតមើលថាតើខ្ញុំគួរតែបន្ថែមអីដើម្បីកុំឲ្យជន់គេអញ្ចឹងខ្ញុំដាក់ថា168ឧទាហរណ៍ណាបាទគេនិយមលេខហុងស៊ុយអីមិនដឹងទេប៉ុន្តែខ្ញុំគ្រាន់តែតេស្តអញ្ចឹងខ្ញុំណាច់ទៀតបាទអញ្ចឹងណាច់ទៀតគឺជន់គេទៀតអញ្ចឹងកន្លែងនេះខ្ញុំលុបចេញខ្ញុំដាក់ថា dara.gok បាទខ្ញុំនិចអូខេជាន់ទៀតខ្ញុំដាក់ថា1បាទ646ចេះហ្មងអូខេបាទអញ្ចឹងខ្ញុំនិចអញ្ចឹង email របស់ខ្ញុំមិញគឺ dara.gok 646ណាបងប្អូនអរគ្នាចាំណាបាទកន្លែងនេះគឺ password
password បងប្អូនទាំងអស់គ្នាដាក់អីក៏ដាក់ទៅប៉ុន្តែកុំឲ្យភ្លេចកត់ទុកផង password ពេលខ្លះខ្ញុំត្រូវនឹកឃើញគឺខ្ញុំត្រូវសរសេរទុកពីព្រោះអាច3-4 ឆ្នាំក្រោយទៅស្រាប់តែភ្លេច password បាត់ទាំងកន្លែងនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាការដាក់ password ខ្ញុំបង្ហាញតែម្ដងណាបងប្អូនទាំងអស់គ្នាអាចធ្វើតាមខ្ញុំឬក៏អាចជា idea របស់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាចប្រើពាក្យថា add បងប្អូនទាំងអស់គ្នាអាចប្រើពាក្យថាដុល្លារបងប្អូនទាំងអស់គ្នាអាចប្រើពាក្យសញ្ញាទង់ជោគណាហើយឈ្មោះរបស់បងប្អូនទាំងអស់គ្នាឧទាហរណ៍ខ្ញុំមិញគឺ dara.cop អូខេចឹងអ្នកនរគ្នាគ្រាន់តែselect លើវាឲ្យ copy មកដើម្បីកុំឲ្យបាក់វាយម្ដងទៀតហើយអ្នកនរគ្នាផាសមកបាទផាសចឹងកន្លែងហ្នឹងបាទខ្ញុំបិទវិញបាទមិនប្រកាសថា password របស់ខ្ញុំអញ្ចឹងទេខ្ញុំអាចបដូរហើយខ្ញុំ next បាទអញ្ចឹងអ្នកនរគ្នាសុំចាំណាកន្លែងមិញគឺអ្នកនរគ្នាត្រូវកត់ password ទុកណាត្រូវកត់ password ទុកបើមិនអញ្ចឹងទេអ្នកនរគ្នា log in អត់ចូលទេបាទអញ្ចឹងកន្លែងនេះបងប្អូនទាំងអស់គ្នាបញ្ចូលលេខទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាមកឧទាហរណ៍ខ្ញុំមានលេខទូរស័ព្ទរបស់ខ្ញុំបាទអញ្ចឹងខ្ញុំបញ្ចូលមកខ្ញុំសូមអធិស្ឋានផងដោយសារខ្ញុំបាំងលេខទូរស័ព្ទពីព្រោះនេះជាការសាកល្បងរបស់ខ្ញុំទេបាទអញ្ចឹងខ្ញុំ next បាទហើយខ្ញុំរងចាំមើលលេខកូដដែលផ្ញើចូលមកក្នុងទូរស័ព្ទរបស់ខ្ញុំបាទលេខកូដផ្ញើមកហើយបាទនេះបាទខ្ញុំបញ្ចូលលេខកូដបាទអ្នកនរគ្នាកុំយកលេខកូដនេះបញ្ចូលអ្នកនរគ្នាបញ្ចូលក៏អត់ត្រូវដែរបាទអញ្ចឹងខ្ញុំអូខេខ្ញុំនៅទៀតបាទកន្លែងនេះសំខាន់ដែរបងប្អូនទាំងអស់គ្នាកន្លែងនេះគឺជាកន្លែងដែលសំខាន់កន្លែងនេះបើសិនជាបងប្អូនទាំងអស់គ្នាមាន email ណាមួយទៀតដែលបងប្អូនទាំងអស់គ្នាគិតថាពេលបាត់ email នេះពេលដែលបាត់ email ដែលកំពុងតែបង្កើតនេះយើងយក email នេះដែលយើងបញ្ចូលនេះឧទាហរណ៍ខ្ញុំយក email របស់ខ្ញុំឧទាហរណ៍វាសនា 1@gmail.com ដាក់កន្លែងនេះនៅពេលដែលខ្ញុំបាត់កុកតារាខ្ញុំប្រើ email វាសនា 1 នេះដើម្បី recover ទាញ email កុកតារានេះមកវិញតោះនេះបងប្អូនអរគ្នាកន្លែងហ្នឹងតែបើសិនជាបងប្អូនអត់មានទេក៏អត់បញ្ហាដែរកន្លែងហ្នឹងយើងរំលងសិនទៅណា skip វាទៅបាទហើយមកដល់កន្លែងលេខទូរស័ព្ទនេះបងប្អូនទាំងអស់គ្នាចង់ add លេខទូរស័ព្ទនេះចូលតែម្ដងក៏បានបាទអ្នកនរគ្នាទុកសិនក៏បានដែរអញ្ចឹងកន្លែងនេះអ្នកនរគ្នាយក next ទៅបាទបើអ្នកនរគ្នា add លេខទូរស័ព្ទនេះណាអ្នកនរគ្នាយក next ទៅបាទលេខទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីយើងបានបញ្ចូលលេខទូរស័ព្ទហើយយើង next មកគឺមកដល់កន្លែងនេះបាទអញ្ចឹងនៅពេលដែលមកដល់កន្លែងនេះអ្នកនរគ្នាយក next ទៀតបាទមកដល់កន្លែងនេះអ្នកនរគ្នាយកពាក្យថា agree បាទអញ្ចឹងអ្នកនរគ្នារងចាំបន្តិចទៅពេលដែល agree ហើយគឺយើងនឹងចូលទៅក្នុង Gmail របស់យើងបាទអញ្ចឹងនៅពេលដែលយើងបង្កើត Gmail បានជោគជ័យនោះបានន័យថាវាដូចជាយើងបង្កើត channel YouTube មួយបានជោគជ័យអញ្ចឹងបន្ទាប់ពីយើងបង្កើត Gmail ហើយយើងចាប់ផ្ដើមទៅបង្កើត channel បាទអ្នកនរគ្នាឃើញកន្លែងនេះគឺ welcome យើងឈ្មោះកុកតារាបាទ welcome កុកហើយឈ្មោះយ៉ាងប្លែកតិចបងប្អូនអរគ្នាបាទអូខេអញ្ចឹងបន្ទាប់ពីនឹងមកបាទគឺយើងមិនចាំបាច់ចាក់ចេញពី browser ហ្នឹងទេអ្នកនរគ្នាចុចមកខាងនេះបាទអ្នកនរគ្នាយកពាក្យថា got it អ្នកនរគ្នាវាយពាក្យថា youtube.com គោះ enter មួយទៅបាទអ្នកនរគ្នានឹងឃើញនៅប៊ូតុងចំហៀងនេះបាទចំហៀងខាងនេះបាទនេះគឺអក្សរ K បាទគឺតំណាងឲ្យកុកអញ្ចឹងកន្លែងនេះចេញ load notification ចេះមិនបាច់ allow ទេគឺ block ទៅបាទបើបងប្អូន allow គឺចេញមកនេះរហូតបាទ allow ហ្នឹងគឺ notification ចេញមករហូត
នៅចំហៀងនេះណាមិនព្រះអង្គគូសុភាពទេលោកអត់ដឹងទេបាទបានន័យថា notification របស់ YouTube គឺលោតនៅចំហៀងខាងចុងខាងក្រោមនេះជានិច្ចនៅពីខាងក្រោយខ្ញុំហ្នឹងណាអូខេអញ្ចឹងបន្ទាប់ពីហ្នឹងទៅអ្នកនរគ្នាចុចកន្លែងនេះអ្នកនរគ្នាឃើញហើយ email របស់យើងប៉ុណ្ណឹងអត់ទាន់មាន channel អីទេអ្នកនរគ្នាចង់ create គឺ create channel អ្នកនរគ្នាមើលកន្លែងនេះណា create channel ចុចទៅលើ create channel ចុចកន្លែងហ្នឹងមកបាទតើឈ្មោះ channel បងប្អូនទាំងអស់គ្នាចង់ដាក់ឈ្មោះកុកតារាហ្នឹងតែម្ដងឬអ្នកនរគ្នាចង់ដាក់អ្វីខ្ញុំអត់បានជំរាបជូនបងប្អូនអស់គ្នាពីដំបូងមកដែរគោលបំណងគឺខ្ញុំចង់បង្កើត channel បង្ហាញបងប្អូនអស់គ្នានេះគឺការដាក់tractor កា tractor ធ្វើសំណង់ធ្វើគ្រឿងចក្របាទគ្រឿងយន្តអញ្ចឹងកន្លែងនេះខ្ញុំបដូរហើយបាទបើអ្នកនរគ្នាអត់ចង់បដូរទេអ្នកនរគ្នាចង់បង្កើត channel ជាលក្ខណៈ personal របស់បងប្អូនអស់គ្នាអ្នកនរគ្នាដាក់ឈ្មោះរបស់បងប្អូនអស់គ្នាទៅកន្លែងនេះគឺខ្ញុំដាក់ថា track cam CAM អញ្ចឹងបាទអញ្ចឹងខ្ញុំដាក់ថា track cam ហើយខ្ញុំយកពាក្យថា create channel ខ្ញុំ create channel បងប្អូនអរគ្នាណាខ្លះដែលមើលវីដេអូរបស់ខ្ញុំរហូតដល់នាទីនេះពិតជាមិនធម្មតាបាទអញ្ចឹងអ្នកនរគ្នា create ហើយគឺបានហើយជោគជ័យហើយបាទជោគជ័យហើយ channel បងប្អូនអរគ្នាអញ្ចឹងចំណុចសំខាន់គឺយើងចូលទៅរៀបចំ channel របស់យើងចូលទៅរៀបចំ channel របស់យើងអ្នកនរគ្នាចូលមកកន្លែង customize នេះ customize នេះចូលមក customize channel ចុចកន្លែងហ្នឹងមកកន្លែងនេះចេញអញ្ចឹងមកអ្នកនរគ្នាចុច continue ដោយសារយើងដំបូងថ្មីបាទកន្លែងនេះបងប្អូនទាំងអស់គ្នាត្រូវដាក់ logo កន្លែងនេះអញ្ចឹងអ្នកនរគ្នាបានត្រៀមហើយនៅរូបហ្នឹងដូចខ្ញុំបានត្រៀមហើយអញ្ចឹងកន្លែងនេះគឺ branding នេះកន្លែងនេះខ្ញុំ upload ខ្ញុំទៅរក desktop ខ្ញុំទៅរក YouTube track cam បានន័យថាខ្ញុំបានរៀបចំរួចហើយខ្ញុំយករូបមួយនេះបាទរូបនេះហើយខ្ញុំយក done បន្តមកទៀតកន្លែងនេះខ្ញុំ close កន្លែងនេះខ្ញុំ close ខ្ញុំយក public បាទអញ្ចឹងនៅពេលដែលខ្ញុំយក public channel logo ដែលខ្ញុំនិយាយពីដំបូងថាបងប្អូនអរគ្នាត្រូវត្រៀមហ្នឹងណាគឺត្រូវត្រៀម channel logo បងប្អូនអរគ្នាខ្ញុំ refresh បាទអូខេអញ្ចឹងយើងបាន channel logo ហើយបងប្អូនអរគ្នាចង់ទៅមើល channel បងប្អូនអរគ្នាអ្នកនរគ្នាចុចទៅលើពាក្យថា view channel ប៉ុន្តែមុននឹងទៅដល់កន្លែងនេះខ្ញុំ upload channel banner ឬក៏យើងហៅថា channel art មួយសិនអញ្ចឹងកន្លែងនេះខ្ញុំ upload ខ្ញុំ scroll មកក្រោមខ្ញុំយកអានេះបាទហើយខ្ញុំ open បាទរូបនេះហើយខ្ញុំ done បាទអញ្ចឹងមកដល់កន្លែងនេះអ្នកនរគ្នាយកពាក្យ public ដូច save អញ្ចឹងណា public បានន័យថាយើងរក្សាទុកយើងយករូប background បែបហ្នឹងគឺរក្សាទុកបាទអូខេតោះហើយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះអ្នកនរគ្នាអាចយក go to channel ក៏បានអ្នកនរគ្នាអាចយក view channel ក៏បានអ្នកនរគ្នាយក view channel អ្នកនរគ្នាឃើញរូបទេរូបអ្នកនរគ្នាឃើញរូបនេះឃើញរូបនេះអូខេមកដល់កន្លែងនេះខ្ញុំចង់បង្ហាញគន្លឹះមួយទៀតជូនបងប្អូនអរគ្នាពាក់ព័ន្ធទៅនឹងការ upload វីដេអូក៏ដូចជាការផុសវីដេអូអញ្ចឹងកន្លែងនេះបងប្អូនអរគ្នាអាចផុសវីដេអូបានចុចកន្លែងនេះមកអ្នកនរគ្នាអាច upload វីដេអូពេលដែលអ្នកនរគ្នាមកដល់កន្លែងនេះអ្នកនរគ្នាចង់ upload វីដេអូអ្នកនរគ្នាចុចវាទៅហើយអ្នកនរគ្នាចុចកន្លែងនេះឬក៏ select file អ្នកនរគ្នាអាច upload វីដេអូបានប៉ុន្តែបើសិនជាវីដេអូរបស់អ្នកនរគ្នាលើសពី15នាទីអ្នកនរគ្នាអត់អាច upload បានទេលុះត្រាតែអ្នកនរគ្នា verify លេខទូរស័ព្ទសិនអញ្ចឹងយើងទៅមើលមកដំណាក់កាលទៀតខ្ញុំ cancel សិនខ្ញុំ cancel ទៀតខ្ញុំចូលមកក្នុង setting នេះខាងក្រោមនេះណា
ហើយខ្ញុំមកមើល channel ខ្ញុំ select យកប្រទេសសិនខ្ញុំ select យក Cambodia អ្នកនរគ្នាអាចរើសប្រទេសអីក៏បានដែរកាលពីមុន Cambodia យើងអត់មានទេប៉ុន្តែឥឡូវខ្លាយជាដៃគូពាណិជ្ជកម្មហើយហើយថ្ងៃនេះតាមខ្ញុំដឹងគឺ YouTube ចាប់ផ្ដើម launch ចាប់ផ្ដើមបង្ហាញនៅប្រទេសកម្ពុជាយើងអ្នកណាដែលចង់ខ្លាយទៅជា premium member បានន័យថាមើលវីដេអូអត់មានពាណិជ្ជកម្មបង់លុយឲ្យ YouTube ទៅគឺមើលវីដេអូអត់មានលូតពាណិជ្ជកម្មទេប៉ុន្តែ YouTube យកលុយនោះមកឲ្យម្ចាស់វីដេអូវិញបាទអូខេកន្លែងនេះ keyword គឺបើ channel របស់យើងជា channel អ្វីអ្នកនរគ្នាគួរប្រើ keyword ហ្នឹង game គឺដាក់ keyword សុទ្ធតែ game មកអ្នកនរគ្នាជា channel tour ដាក់ keyword tour អ្នកនរគ្នាជា channel DIY ដាក់ keyword DIY ឧទាហរណ៍ខ្ញុំបង្កើត channel នេះគឺជា channel tractor អញ្ចឹងកន្លែងនេះខ្ញុំដាក់ keyword tractor ដើម្បីឲ្យYouTube ចាប់ keyword នេះណាបាទ track សុំទោស track បាទហើយcar បាទ bus ឲ្យតែពាក់ព័ន្ធជាមួយនឹងឡានឲ្យតែពាក់ព័ន្ធជាមួយនឹងការធ្វើសំណង់ construction បាទពាក់ព័ន្ធជាមួយនឹងវីដេអូរបស់ខ្ញុំដែលពាក់ព័ន្ធជាមួយនឹងtractor បាទគឺខ្ញុំដាក់ទាំងអស់មាន excavator ខ្ញុំអាចសរសេរខុសណាប៉ុន្តែជាការឧទាហរណ៍សិនណា excavator បាទមានអីចឹងមកច្រើនទៅទៀតណាអូខេបន្តមកទៀតអ្នកនរគ្នាចូលមក advanced setting អ្នកនរគ្នាយកកន្លែងនេះ not set channel not make for kids បាទយកកន្លែងនេះហើយខាងក្រោមទៀតអ្នកនរគ្នាបាទ scroll មកខាងក្រោមមកអ្នកនរគ្នាមើលដូចជាអត់មានអីទៀតទេបាទ don't show បាទកន្លែងនេះកុំឲ្យបង្ហាញពាក្យមិនសមរម្យនៅលើ comment នៅលើវីដេអូរបស់យើងបានមក tab ទី3បាទអ្នកនរគ្នាឃើញកន្លែងនេះកន្លែងទី1យើងបង្កើតបានហើយ enable កន្លែងនេះយើងអត់ទាន់ enable ទេបញ្ហាគឺអាពីរហ្នឹងអញ្ចឹងកន្លែងនេះដើម្បី enable បានអ្នក scroll មកចុចមកក្រោមមកអ្នក verify phone number ចុច verify ដូចខ្ញុំមកហើយកន្លែងនេះអ្នកនរគ្នាបញ្ចូលលេខទូរស័ព្ទរបស់បងប្អូនរបស់គ្នា Cambodia មកបាទអូខេខ្ញុំសុំបាំងលេខកន្លែងនេះបាទអញ្ចឹងខ្ញុំ next បាទខ្ញុំចាំទទួលលេខកូដ verify អ្នកនរគ្នាកន្លែងនេះត្រូវធ្វើដូចខ្ញុំអញ្ចឹងណាបាទលេខកូដ verify មកហើយអញ្ចឹងខ្ញុំរងចាំបន្តិចអូខេលេខកូដ verify មកហើយលេខ68លេខ31និង31អញ្ចឹងខ្ញុំ submit ហើយបាទអញ្ចឹងកន្លែងនេះគឺខ្ញុំ submit verify ជោគជ័យអញ្ចឹងខ្ញុំបិទកន្លែងនេះបាទខ្ញុំចូលមកអា feature ហ្នឹងវិញឃើញកន្លែងនេះ enable ឲ្យខ្ញុំមកដល់កន្លែងនេះបាទកន្លែងនេះអត់សូវជារឿងធំដុំប្រហែលទេប៉ុន្តែបងប្អូនមួយចំនួនពេលដែលបងប្អូនបង្កើតបងប្អូនតែងតែយល់ថាកន្លែងហ្នឹងមិនបានវាអត់ enable ហើយបើផុសខ្ញុំ enable automatic កន្លែងនេះគឺបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាអញ្ចឹងកន្លែងនេះប្រសិនបើអ្នកនរគ្នាអត់ enable ទេកន្លែងនេះក៏អ្នកនរគ្នាអត់អាចបើកលុយបានដែរប៉ុន្តែអ្វីដែលសម្រាប់ enable ទីគេមាន3 option ឲ្យបងប្អូនទាំងអស់គ្នា enable ទី1អ្នកនរគ្នា verify ដោយវីដេអូអ្នកនរគ្នាថតវីដេអូចេញមុខដូចខ្ញុំទៅហើយបញ្ជាក់ប្រាប់ YouTube ថាវីដេអូរបស់អ្នកនរគ្នា channel របស់អ្នកនរគ្នា original របស់អ្នកនរគ្នាអញ្ចឹង YouTube នឹងបង្កើតកន្លែងហ្នឹងគឺ enable ជូនបងប្អូនទាំងអស់គ្នាទី2អ្នកនរគ្នាអាច verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងកន្លែងហ្នឹងអាចផ្ញើអត្តសញ្ញាណប័ណ្ណថតឲ្យស្អាតទៅណាកន្លែងហ្នឹងគឺចុចលើ access feature ហ្នឹងទៅបងប្អូនទាំងអស់គ្នាគេឲ្យបងប្អូនទាំងអស់គ្នា verify វីដេអូបាទឬក៏អ្នកនរគ្នា verify អត្តសញ្ញាណប័ណ្ណអ្នកនរគ្នាទៅគេឲ្យយើងថតហើយប៉ុន្តែបើសម្រាប់ខ្ញុំគិតថាមិនចាំបាច់ទេបងប្អូនទាំងអស់គ្នា build channel ធ្វើម៉េចឲ្យអាយុ channel របស់អ្នកនរគ្នាអាយុចាប់ពី2ខែឡើងទៅគឺអ្នកនរគ្នានឹង automatic កន្លែងហ្នឹង enable ហើយ channel របស់អ្នកនរគ្នាមិនដែលបង្កើតភ្លាមមួយខែគ្រប់គោលការណ៍
យ៉ាងអន់ណាស់ក៏3ខែដែរណាប៉ុន្តែមានបងប្អូនយើងខ្លះគាត់ធ្វើបានអញ្ចឹងគាត់ verify អត្តសញ្ញាណបានទៅគឺអូខេភ្លាមប៉ុន្តែបើអ្នកនរគ្នាមិនចង់ទាន់ចង់ទេអ្នកនរគ្នាធ្វើតាមដំណើរកន្លែងហ្នឹងនឹង enable នៅក្នុងរយៈពេល2ខែបន្ទាប់ពីយើងបង្កើត channel ណាបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំ save ហើយខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងឡើងវិញបន្តិចមកដល់កន្លែងនេះអ្នកនរគ្នា upload វីដេអូខ្ញុំ upload វីដេអូជូនបងប្អូនអរគ្នាមើលបាទខ្ញុំ upload វីដេអូអញ្ចឹងខ្ញុំ select មកខ្ញុំទៅ upload វីដេអូបាទនេះជាវីដេអូរបស់ខ្ញុំ upload បាទសាមញ្ញបំផុតបងប្អូនធ្វើតែប៉ុណ្្នឹងតាមខ្ញុំចំណងជើង description ចំណងជើងត្រូវតែមានភាពតាក់ទាញណាឲ្យគេឆ្ងល់ថាចំណងជើងយើងហ្នឹងយ៉ាងម៉េចធ្វើនៅណាវីដេអូអីគេកន្លែងនេះគឺដាក់តាម Thumbnail កន្លែងនេះគឺ select playlist យើងអត់ទាន់មាន playlist យើងបង្កើត playlist មកយើង create playlist មកបាទយើងយក new playlist បាទហើយយើងដាក់មកណា SK Water បានន័យថាវីដេអូរបស់ខ្ញុំមួយនេះគឺជាវីដេអូតាក់ទងនឹង SK អញ្ចឹងខ្ញុំ create មកបាទខ្ញុំអាចសរសេរខុសប៉ុន្តែយើងអាចកែវិញនេះនៅថ្ងៃក្រោយបានខ្ញុំដានអញ្ចឹងខ្ញុំដាក់ SK ចូលវីដេអូរបស់ខ្ញុំ upload 4នាទីទៀតទើបបានចប់ហើយវាមាន upload detail upload element upload check ហើយនឹង visibility បាទ not made for kids ណាកន្លែងនេះគឺខ្ញុំដាក់ឲ្យស្រេច not made for kids អីហ្នឹងអញ្ចឹងបាទមកសាមញ្ញអញ្ចឹងរហូតដល់ចប់និចរហូតដល់វីដេអូយើង public បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងសម្រាប់ជូនបងប្អូនអរគ្នានៅក្នុងការបង្កើត channel ឆ្នាំ2024ខ្ញុំគិតថាមិនពិបាកទេសម្រាប់បងប្អូនអរគ្នាដែលចង់សាងប្រាក់ចំណូលជាមួយនឹង YouTube វីដេអូរបស់ខ្ញុំហាក់ដូចជានិយាយវែងប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាឲ្យបងប្អូនទាំងអស់គ្នាកាន់តែងាយហើយអ្នកនរគ្នាមិនចំណាយលុយអ្នកនរគ្នាអាចមើលវីដេអូរបស់ខ្ញុំឬក៏វីដេអូរបស់លោកគ្រូផ្សេងទៀតដើម្បីជាចំណេះជាប្រយោជន៍រកប្រាក់ចំណូលពី YouTube ខ្ញុំសូមបញ្ជាក់នៅtrongវីដេអូនេះបន្តិចថាចំណូលពី YouTube គឺជាចំណូលដែលឥតដែនកំណត់ហើយខ្ញុំរំភើបចិត្តខ្ញុំនៅតែ support បងប្អូនអរគ្នានៅតែគាំទ្របងប្អូនអរគ្នានៅក្នុងការសាងប្រាក់ចំណូលពីបណ្ដាញសង្គមមិនថាបណ្ដាញសង្គម YouTube ឬក៏បណ្ដាញសង្គម Facebook ហើយបណ្ដាញសង្គមផ្សេងទេខ្ញុំមានអារម្មណ៍មួយថាកូនខ្មែរយើងមានឱកាសច្រើនមានទេពកោសល្យច្រើនទាំងនៅបណ្ដាប្រទេសជុំវិញយើងបណ្ដាប្រទេសមួយចំនួនតែទំនើបហើយគេអាចរកចំណូលបានយ៉ាងស្រួលបំផុតពីបណ្ដាញសង្គមទាំងនេះអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំចែកម្លែកជូនបងប្អូនទាំងអស់គ្នាវានៅតិចតួចណាប៉ុន្តែខ្ញុំនឹងព្យាយាមឆ្លៀតពេលដើម្បីជូនបងប្អូនទាំងអស់គ្នាបន្តទៀតនៅកលឹះល្អហើយបាត់តែខ្ញុំនិយាយមិនច្បាស់ប៉ុន្តែខ្ញុំនៅតែព្យាយាមដើម្បីឲ្យបងប្អូនទាំងអស់គ្នាទៅមុខជាមួយគ្នាបាទអរគុណបងប្អូនអរគ្នាហើយជូនពរបងប្អូនអរគ្នាដែលបង្កើត channel ថ្មីឲ្យឆាប់គ្រប់ 1000 subscriber និង 4000 ម៉ោងដើម្បីសាងប្រាក់ចំណូលជាមួយនឹង YouTube ខ្ញុំសូមបញ្ជាក់ផងដែរថានៅពេលដែលខ្ញុំធ្វើ YouTube ក្តីឬក៏តាមបណ្ដាញសង្គមក្តីព្រលឹមឡើងខ្ញុំសប្បាយចិត្តជានិច្ចដោយសារហេតុអីដោយសារតែចំណូលមានជានិច្ចតិចក្តីច្រើនក្តីគឺដឹងតែមានចំណូលអញ្ចឹងអាហ្នឹងវាធ្វើឲ្យយើងរំភើបវាធ្វើឲ្យធម៌ពលនៅក្នុងខ្លួនរបស់យើងការចេញមកហើយចេញទៅផលិតវីដេអូជាបន្តបាទចុងក្រោយអរគុណអ្នកនរគ្នាសង្ឃឹមថាវីដេអូរបស់ខ្ញុំនេះមានប្រយោជន៍សម្រាប់បងប្អូនអរគ្នាហើយចិត្តចប់ហើយបាទចិត្តចប់ហើយ post វីដេអូចិត្តចប់ហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីនេះទៅគឺបងប្អូនអរគ្នាអាចធ្វើបានហើយមើលវីដេអូរបស់ខ្ញុំបន្តទៀតរហូតដល់បងប្អូនអរគ្នាទទួលបានជោគជ័យអរគុណជាចុងក្រោយជូនពរបងប្អូនអរគ្នាហើយជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីបន្តទៀតបាទជំរាបលាបងប្អូនអរគ្នា